ជាការទាត់បញ្ចូលទីគ្រាប់បាល់ទី966គ្រាប់គ្រីស្ទីណូរ៉ូណាល់ដូដកដង្ហើមវែងគ្រីស្ទីណូជញ្ជ្រាបជើងទាត់ស្ដំអូយអត់ចូលទេអូយពូដូទាត់អត់ចូលបាទគ្រាប់បាល់ទី966គ្រាប់ទាត់បញ្ចូលទេកាច់អស់រលីងពូដូអើយស្ដាយមែនទែនអូយបាទខំស្រែកបាទខំត្រៀមហូបងប្អូនបាទប៉ុន្តែពូដូទាត់ចូលទេអូយពូដូហើយពូដូកាច់អស់រលីងស្ដាយណាស់ពូដូហើយមួយជើងនេះគឺអស់រលីងដែរឱកាសគ្រាប់បាល់ទៅបានរំលងហើយបាទគ្រាប់បាល់ទី966គ្រាប់បាត់បង់ហើយពូដូហើយបាទអញ្ចឹងសង្ឃឹមថាបន្តិចទៀតពូដូនឹងសុទ្ធបញ្ចូលទីវិញអូយបាទទប់មួយកាត់បាញ់ជូនមកអូនហ្គោលចូលទីខ្លួនឯង1-0អាឡាំរីកាត់មកនេះគាត់ថាឃ្លាចោលទេប៉ុន្តែគឺថាផ្លាតចូលទីខ្លួនឯងយើងបន្ទស្សនាម្ដងទៀតបាទបាញ់ជូនទៅល្អកាត់មករៀងស្រាលទេប៉ុន្តែអាឡាំរីគាត់អកសើបាទប៉ះមួយចុងជើងផ្លាតចូលទីខ្លួនឯងបាទកាប៊ីកាត់មកស្អាតអញ្ចឹងគឺអកសើចូលទីខ្លួនឯងទេបាទកាប៊ីផ្ទះមកនេះអូបាទនេះលក្ខណៈថាជាបាល់ដែលរាស្រួចបាទគេថាផ្ទះទៅរៀងកោងបាទរៀងស្រួចមកបាទអញ្ចឹងបាល់ហ្នឹងគឺបើសិនជាប៉ះគឺផ្លាតអញ្ចឹងហើយបាទជើងកន្លងចូលទីតែម្ដងដាច់ចង្កេះអស់រលីងបាទ Kingsley Coman កាត់ចូលសាឌីយ៉ូម៉ាណេចូល1-1ស្មើទីបំផុតរកបានគ្រប់បាល់តាមស្មើហើយកាត់បញ្ជូនមកពី Kingsley Coman ទត់បញ្ចូលទីដោយសាឌីយ៉ូម៉ាណេបាទនេះមិនអកសើទេបាទផុតពូដូក៏នៅមានម៉ាណេដែរយើងបន្ទស្សនាម្ដងទៀតពូដូគឺនៅចំហក្រៅល្បែងអូ Kingsley Coman តិចអកសើបងប្អូនបាទ Kingsley បាយនេះអាចអកសើបញ្ជូនមកទាត់មួយជើងស្ដាំបញ្ចប់ទីបានសម្រាប់បាល់បាញ់នេះអាចអកសើបើតាមមើលទៅដោយសារតែដំណើរដើមតងដែលចាប់ប្លង់យឺតមកមើលទៅដូចជា Kingsley ចេញមកមុនបន្តិចបាទអញ្ចឹងយើងមើលសិនជាមួយមានការឆែកទេបាទកន្លែងនេះឲ្យហើយបងប្អូនបាទគឺអត់អកសើទេFelix ទាត់ស្ដាំចូល2-1ដោយបងប្អូនយើងបានថាមែនគឺ2-1ឥឡូវនេះអាឡាហ្សូវិចបកបាន2គ្រាប់ត្រឡប់មកវិញ2-1ចូលអៅ Felix កាប់មកជើងនេះធ្ងន់ណាស់បាទកាប់មួយជើងនេះគឺធ្ងន់ណាស់បានគ្រាប់បាល់តែម្ដងបាទបានគ្រាប់បាល់តែម្ដងបងប្អូនយើងបាទធ្ងន់មែនទែនមួយជើងបាញ់នេះអូយមកសម្រាប់ម៉ូកេរ៉ាគាត់ក៏រៀងភ្ញាក់ព្រឹតដែរលើកមកតែពីខ្សែការពារចូលអៅ Felix វត្តមកជើងស្ដាំប៉ាំងភ្លឹបបុកបង្គោលទីឡងចំអ្នកចាំទីចូលទីបងប្អូនមើលចុះមួយជើងនេះបាទគឺធ្ងន់ណាស់បុកបង្គោលទីហើយក៏ឡងចូលទីទៅតែម្ដងបាទគ្រាប់បាល់មានត្រឡប់មកវិញហើយគឺ2-1អូយមួយជើងនេះមិនទៅសារមិនបានទេចូលអៅ Felix បាទទាញអាចមានគ្រាប់បាទកាត់បញ្ជូនឲ្យចូលអៅ Felix បញ្ជូនមកខាងក្រោយមួយជើងស្ដាំចូលទាត់ស្រួលបាទស្រួលនេះគឺស្រួលយកទៅមែនតែម្ដងទាត់អញ្ចឹងបាទអញ្ចឹងក៏ចូលអញ្ចឹងតែម្ដងទៅ3-1បាទបាទទាត់ងាយអញ្ចឹងបាទការប្រកួតអញ្ចឹងបងប្អូនទេបាទកុំភ្លេចបាទអាឡាសឺបាទអញ្ចឹងបើសិនជាបងប្អូនយើងស្រឡាញ់បាទការកំសាន្តបាទជាមួយនឹងបានទាត់បាល់ទាបាទអញ្ចឹងបងប្អូនយើងកុំភ្លេចណាជាមួយនឹង10 betបាទទំនុកចិត្តខ្ពស់សេវាកម្មដកដាក់ប្រាក់24ម៉ោងលើ24ម៉ោងជូនបងប្អូនយើងតែម្ដងបាទអញ្ចឹងបងប្អូនយើងកុំភ្លេចណាបាទចុះឈ្មោះឥឡូវនេះប្រម៉ូសិនជូនបងប្អូនយើង$8បាទកំសាន្តដោយទំនុកចិត្តបាទដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងគឺសេវាកម្ម24ម៉ោងរហ័សជូនបងប្អូនយើងតែម្ដងបងប្អូនយើងបើសិនជាមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងបានតាមរយៈបាទ link ពីខ្សែដែល admin pin នៅខមមិនខាងក្រោមបាទ link ទី1បងប្អូនយើងធ្វើការជជែកផ្ទាល់បាទឬក៏សាកសួរព័ត៌មានផ្ទាល់បានបាទជាមួយនឹងក្រុមការងារបាទក៏ផ្ដល់ព័ត៌មានលម្អិតជូនបងប្អូនយើងលោកអាជ្ញាកណ្ដាលសម្រាប់ចិត្តផ្លុំកញ្ឆាយបញ្ចប់ការប្រកួតជាផ្លូវការហើយបាទចង់ចូលរួមបបអរសាទរទៅកាន់ Al Nassr ដែលបានយកឈ្នះទៅលើ Al Fayha